ជំរាបសួរលោកឪពុកអ្នកម្ដាយទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំវីដេអូសារជាថ្មីទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានចេកចំនួន2ស្តងធំគឺចេកនឹងចំនួន2មុខផងដែរគឺចេកណាំវ៉ានិងចេកកមួនណាបងប្អូនសូមបញ្ជាក់បងប្អូនណាចេកថ្ងៃនេះគឺកាប់មកចំនួន2ស្តងនឹងគឺទុំដើមទាំង2ស្តងតែម្ដងបងប្អូននិយាយពីថាស្តងមួយគឺមិនចេះតិចផ្លែនោះទេកាប់ស្តងលើកទី1គឺជាចេកណាំវ៉ាបន្ទាប់មកយើងមកកាប់ជាមួយនឹងចេកក្រមួនណាបងប្អូននិយាយពីថាដើមឡើងខ្ពស់តែម្ដងហើយជាពិសេសគឺម៉ែរបស់ខ្ញុំគាត់បានយកដើមចេកកមួននឹងយកមកដាំនៅមាត់ដៅបងប្អូនមាត់កលុកនិយាយពីថាបងប្អូនទាំងអស់គ្នាអើយពិបាកកាប់ខ្លាំងមែនតើណាប៉ុន្តែស៊ូទ្រាំដើម្បីលុយបងប្អូនកាប់យកមកលក់ខ្លះហើយនឹងទុកហូបខ្លួនឯងខ្លះអញ្ចឹងទៅនិយាយពីថាពិបាកកាប់បងប្អូនដូចដែលបងប្អូនបានឃើញវីដេអូនៅក្នុងវីដេអូរបស់បងប្អូនអញ្ចឹងនិយាយពីថាចេកកមួននេះបងប្អូននិយាយពីថាស្តងរបស់វាគឺផ្លែច្រើនខ្លាំងមែនតើមានរហូតដល់10ស្និតណាបងប្អូនហើយនៅក្នុងមួយស្និតហ្នឹងគឺមានផ្លែចំនួន20ទៅ22ផ្លែខ្លួនឯងលីខ្លួនឯងសែងខ្លួនឯងបងប្អូនសែនកំសត់ខ្លាំងមែនតែនគឺកំសត់ដើម្បីអីគឺដើម្បីជីវភាពរស់នៅប្រចាំថ្ងៃដើម្បីរកថវិកាបន្ថែមបន្ទាប់ពីខ្ញុំបានកាប់ចេកហើយបងប្អូនគឺយើងយកវាមកលះទុកមកដុំអញ្ចឹងទៅហើយបន្ទាប់មកក៏នឹកឃើញឃ្លានជាមួយនឹងចេកឆឹងនេះផងដែរបងប្អូនគឺយើងមកឆឹងជាមួយនឹងចេកក្រមួនរាល់ដងណាបងប្អូនគឺខ្ញុំតែងតែឆឹងជាមួយនឹងចេកណាំវ៉ាប៉ុន្តែថ្ងៃនេះគឺខ្ញុំមានចេកក្រមួនរបស់ខ្ញុំមួយស្តងញ៉ៃអីច្រើនទេបងប្អូនទាំងអស់គ្នានិយាយពីថាចេកឆឹងគឺស្រួលធ្វើទេមានតែផ្លែចេកទុំនឹងចេកអីក៏បានដែរបងប្អូនអ្វីដែលយើងខ្វះអត់បានណាបងប្អូនគឺយើងកុំភ្លេចប្រើជាមួយនឹងខ្ទិះដូងបងប្អូនអាចទិញទៅតាមផ្សារក៏បានឬមួយក៏បងប្អូនមានដើមដូងខ្លួនឯងមានដូងទុំអីបងប្អូនបេះយកមកកាប់ធ្វើខ្លួនឯងទៅបន្ទាប់ពីយើងចាប់ផ្ដើមលះជាមួយនឹងអាផ្លែចេកមួយហើយបងប្អូនយើងយកវាមកលាងទឹកឲ្យស្អាតដោយសារតែចេកហ្នឹងបងប្អូនមិនដឹងថាយ៉ាងម៉េចទេគឺវាមានរបៀបថាចៃទុំតិចអញ្ចឹងណាបងប្អូនអញ្ចឹងយើងលាងសម្អាតវាឲ្យស្អាតសិនទៅបន្ទាប់មកគឺអត់មានអីធ្វើច្រើនទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺមានតែការបកជាមួយនឹងសំបកចេករបស់យើងហ្នឹងយើងបកវាធ្វើមកឲ្យបានស្អាតល្អអញ្ចឹងណាហើយចំពោះការឆឹងចេកនេះផងដែរបើសិនជាយើងយកចេកឆឹងអាចេកដែលទុំខ្លាំងយកមកឆឹងចេកចូលបងប្អូនឆឹងអត់ឆ្ងាញ់ទេបានតែអាចេកលក្ខណៈថាទុំនៅរឹងហើយជាពិសេសបើសិនជាបងប្អូនបានភ្លក់ជាមួយនឹងរសជាតិផ្លែចេកក្រមួនឆឹងវិញម្ដងបងប្អូននិយាយពីថាឆ្ងាញ់ប្លែកតែម្ដងណាបងប្អូនយើងធ្លាប់ទៅហូបជាមួយនឹងចេកឆឹងណាំវ៉ាឥឡូវនេះគឺចេកក្រមួនឆឹងគឺឆ្ងាញ់ខ្លាំងមែនតែនគឺឲ្យលេខ1 10លើ10បន្ទាប់ពីខ្ញុំចាប់ផ្ដើមកូរស្ករឡើងជើងក្រង់ឲ្យបងប្អូនណាខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងអាផ្លែចេកនឹងចូលតែម្ដងហើយយើងកូរវឹកវាអញ្ចឹងទៅហើយបន្ទាប់មកយើងអេតបន្ថែមជាមួយនឹងខ្ទិះដូងស្រស់តែម្ដងនិយាយទៅបងប្អូនថ្ងៃនេះផងដែរក៏រៀងរវល់ក៏សុំចេញជាមួយនឹងម៉នុយស្រួលធ្វើអញ្ចឹងណាបងប្អូនគឺអត់ពិបាកធ្វើទេហើយណាមួយក៏ឃើញចេកនឹងវាទុំដើមអញ្ចឹងខ្ញុំក៏នឹកឃើញធ្វើជាមួយនឹងចេកឆឹងវិធីងាយធ្វើចេកឆឹងបងប្អូនគ្រាន់តែយើងយកចេកមកឆឹងជាមួយនឹងស្ករសក៏បានឬមួយក៏ស្ករត្នោតក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំឆឹងជាមួយនឹងស្ករត្នោតឆឹងវាឲ្យកោកអញ្ចឹងទៅបងប្អូនវាទៅជាចេកឆឹងហើយចេកឆឹងរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ហើយបងប្អូននិយាយពីថាក្លិនឡើងឈ្ងុយខ្ទិះដូងតែម្ដងបងប្អូននិយាយពីថាបងប្អូនឡើងផ្អែមឡើងល្មួតតែម្ដងឡើងដូចក្រមួនអញ្ចឹងណាអញ្ចឹងបានគេហៅថាចេកក្រមួនឥឡូវនេះរួចរាល់ហើយបងប្អូនចេញមកហូបជាមួយខ្ញុំទាំងអស់គ្នាកុំភ្លេចជួយចុច follow និងចុច like page ឲ្យបងប្អូនម្នាក់មួយផង